Ok,សួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងថ្ងៃនេះខ្ញុំធ្វើការចែកម្លែកមេរៀនមួយគឺ AI ដែរ AI ហ្នឹងខ្ញុំគឺនឹងធ្វើលក្ខណៈបែបនេះអ្នកគ្នាមានថារូបថតហ្នឹងមើលទៅឲ្យវា professional ហើយយើងរូបភាពហ្នឹងអាចទម្រង់មិនក៏បានដែរតែបើសិនមកយើងថតរូបពេញមុខយើងអញ្ចឹង AI វាស្រួលgenerate អូខេអញ្ចឹងអាហ្នឹងខ្ញុំប្រើ Gemini ដែរអ្នកទាំងអស់គ្នាឥឡូវខ្ញុំចូលទៅ Google Gemini ខ្ញុំវាយ Google Gemini អូខេតើបងអ្នកគ្នាធ្វើការ upload photo របស់អ្នកគ្នា photo មិនក៏បានដែរឥឡូវទីហៅថាខ្ញុំសូម upload photo អ្នកនេះចុះអូខេតើមកខ្ញុំមាន prompt អ្នកគ្នាអាចធ្វើការសរសេរក៏បានអ្នកគ្នាអូខេ prompt ប៉ុណ្ណឹងមកតើមកអ្នកគ្នាធ្វើការចុច enter អញ្ចឹងGemini នឹងធ្វើការ generate រូបភាពរបស់យើងអូខេបើសិនបើពេលវា generate មើលទៅទម្រង់មុខរបស់អ្នកគ្នារៀងដូរអ្នកគ្នាអាចធ្វើការ generate ម្ដងហើយម្ដងទៀតគឺដើម្បីឲ្យ Gemini វាស្គាល់រូបរបស់យើងអូខេអ្នកឃើញទេអញ្ចឹងនៅពេលដែលខ្ញុំ convert គឺវាចេញលក្ខណៈបែបនេះឥឡូវទៅឲ្យខ្ញុំupload ឧទាហរណ៍ថារូបផ្សេងអូខេផ្សេងដែលមុខពេញចេះអូខេអញ្ចឹងអាហ្នឹងវា reverse ឆ្វេងវាទៅឆ្វេងទៅស្ដាំអត់ជាបញ្ហាទេយើងអាចធ្វើការ edit ក្នុងទូរស័ព្ទយើងក៏បានឬក៏យើងអាច save prompt ក្នុងនេះដើម្បីឲ្យវាធ្វើការបែរទៅឆ្វេងបែរទៅស្ដាំក៏បានដែរអ្នកគ្នាគ្រាន់តែដាក់វា turn left turn right ទៅបានហើយអូខេនេះឃើញទេអញ្ចឹងរូបថតអានេះវាចេះអញ្ចឹងពេលវាចេញមកមុខពេញគឺស្តៀងហ្មងអ្នកឃើញទេគឺស្តៀងហើយមើលទៅវា professional ហ្មងរូបហ្នឹងអូខេអរគុណអ្នកគ្នាអញ្ចឹងមេរៀននេះគឺខ្ញុំចែកម្លែកប៉ុណ្ណឹងជួបគ្នានៅមេរៀនបន្ទាប់បាយបាយ